ចាខ្ញុំគិតថាបងប្អូនជាច្រើនប្រកាសជាធ្លាប់ឮពាក្យចាស់បុរាណចាស្ត្រីបង្វិលចង្ក្រានមិនចុំចាជាពិតប្រាកដមែនពាក្យហ្នឹងចាស់បុរាណគាត់ចង់សំដៅទៅលើការងាររបស់ស្ត្រីចាការងារស្ត្រីជាស្ត្រីមេផ្ទះពិតជាអត់ចេះចប់ទេចាវិលចុំព្រឹកល្ងាចដើម្បីធ្វើម្ហូបលាងចានអស់ផ្ទះជូតផ្ទះចាហើយចំពោះបងប្អូនស្ត្រីដែលគាត់មានគ្រួសារផងគាត់ត្រូវមើលថែទាំកូនមើលថែទាំប្តីទៀតចាអញ្ចឹងមិនមែនមានន័យថាស្ត្រីគាត់ឆ្វែអត់ឆ្វែចង្ក្រានអត់ចុំទេណាចាក្នុងន័យនេះគាត់ចង់និយាយថាការងារផ្ទះរបស់ស្ត្រីគឺពិតជាវាមានច្រើនធ្វើអត់ចេះចប់មួយខែ30ថ្ងៃគឺវិលចុំរហូតចាអញ្ចឹងបើសិនជាបងប្អូនបរោះដែលគាត់យកប្រពន្ធឲ្យនៅតែផ្ទះអត់បានចេញទៅធ្វើការរកស៊ីអីទេចាបងប្អូនប្រុសគួរតែយល់ការងារផ្ទះមិនមែនស្រួលទេវាហត់ដែរចាអញ្ចឹងបើសិនជាយើងមកពីធ្វើការយើងត្នេយើងអាចជួយកិច្ចការគាត់ខ្លះទៅជាពិសេសបងប្អូនស្រីៗដែលគាត់មានកូនចានឹងលក្ខណៈថាហត់ខ្លាំងការងារផ្ទះផងមើលកូនផងអញ្ចឹងបងប្អូនបរោះគួរតែយល់ពីកិច្ចការហ្នឹងផងចាយើងអាចជួយអ្វីក៏បានយើងជួយទៅយើងកុំប្រកាន់ថាការងារប្រុសឬក៏ការងារស្រីអញ្ចឹងណាចាតែបើចាប់បុរាណបើពីដើមមិញចំពោះស្ត្រីពីសម័យមុនគឺថាភាគច្រើនគាត់នៅតែផ្ទះតែគាត់បានចេញទៅធ្វើការរកស៊ីអីទេចាគាត់នៅតែផ្ទះមើលថែទាំកូនបើសិនលក្ខណៈគាត់មានគ្រួសារអញ្ចឹងណាធ្វើកិច្ចការងារផ្ទះទៅវិលជុំមួយថ្ងៃវិលល្ងាចទៅហើយមួយទៀតចាស់បុរាណពីដើមមិញប្រុសភាគច្រើនគាត់ប្រកាន់ការងារណាគឺថាបើការងារស្រីគឺគាត់ធ្វើហ្មងគាត់ទុកឲ្យមនុស្សស្រីធ្វើអញ្ចឹងស្ត្រីពីដើមមិញគឺថាហត់ខ្លាំងតែសម័យបច្ចុប្បន្ននេះគឺជាសម័យអ៊ីនធឺណិតហើយអញ្ចឹងបងប្អូនបរោះគួរតែយល់ហើយចាអញ្ចឹងយើងអាចជួយបានយើងជួយគាត់ទៅ